Hello អ្នកទាំងអស់គ្នាមកកាន់ Channel របស់យើងខ្ញុំចឹងថ្ងៃនេះយើងមានលំហាត់ថ្មីមួយទៀតហើយដែលតកតងជាមួយនឹង Research of Fortnite ប៉ុន្តែលំហាត់មួយនេះវារៀងមើលទៅដូចស្មុគស្មាញបន្តិចប៉ុន្តែពេលធ្វើទៅនឹងស្រួលចឹងយើងមកមើលមកគេថាបើសិនបើជា Research ហ្នឹងមានកម្លាំង2និង Couple Arm Pass Through Point O ចឹងគេឲ្យយើងរកបំងនៃ M ចឹងយើងរកសិនមកយើងដាក់ solution អញ្ចឹងយើងរកមុំងអំប៉ុន្តែបាយខផលអំគេអាចសេបានថាអំ plus អំ 0 ស្មើជាមួយនឹង0អូខេចឹងយើងអាចទាញបានអំស្មើដល់អំ 0 តាមសមីការមួយចឹងយើងមានន័យថាយើងអាចរកអំបានដល់យើងរកអំ 0 ចឹងយើងត្រូវការរកអំ 0 find អំ 0 អូខេចឹងយើងមើលទៅលើរូបភាពរបស់យើង by figure figure អូខេចឹងអាចសេបានថាអំ 0 ស្មើជាមួយនឹងត្រង់កម្លាំង5ត្រង់កម្លាំងfx ត្រង់នេះគឺជាចម្ងាយអូខេចឹងស្មើជាមួយនឹងស្មើជាមួយនឹងដាក់វងកញ្ចក់សិនមកវាកំណត់មួយបានគឺ400ស្មើកម្លាំង400ប្រវែងនេះជាជ្រុងនៃមុំ30ដឺក្រេនេះគឺជ្រុងជាប់ចឹងយើងបានយើងបាន 0.15 ដោយសារតែវាគឺជាຂະຫນាតមីលីម៉ែត្រជាប្របែកវាជាຂະຫນាត1ម៉ែត្រចឹងយើងគុណជាមួយនឹងមុំរបស់យើងគឺជ្រុងជាប់គឺកុសនៃមុំ30ដឺក្រេអូខេចឹងបូកកម្លាំងទី2របស់យើងគឺ320ចឹងយើងទៅរកចម្ងាយវាសិនដោយសារតែត្រង់នេះគឺជាមុំបង្កើតឲ្យ60ដឺក្រេអូខេ60ដឺក្រេចឹងយើងអាចទាញបានយើងក៏លេចមើលសិនមកចឹងខ្ញុំអាចប្របែកកម្ពស់សង់វាបានត្រង់នេះឃើញទេចឹងយើងមាននៅត្រង់នេះមួយទៀតគឺជាជ្រុងរបស់យើងអញ្ចឹងអូខេចឹងអាចនិយាយបានថាត្រីកោណមួយហ្នឹងគឺជាត្រីកោណនៃមុំ60ដឺក្រេនេះគឺជាមុំ60ដឺក្រេអូខេចឹងតាមផលបូកនៃមុំត្រីកោណចឹងយើងបានមុំត្រង់នេះយើងបានស្មើ90ដឺក្រេអូខេចឹងយើងអាចសរសេរបានថាស្មើជាមួយនឹងប្រវែងប៉ុណ្ណេះគឺ300មីលីម៉ែត្រស្មើជាមួយ 0.3 គុណនឹងដោយសារជ្រុងនេះគឺជាជ្រុងឈើមនៃមុំ90ចឹងយើងបានស៊ីនេះនៃ90ដឺក្រេអូខេចឹងយើងស្មើជាមួយនឹងត្រង់នេះគឺស្មើជាមួយនឹងប្រមាណចុះដាក់កាចូលមក400គុណនឹង 0.15 កុសនៃមុំ30ស្មើជាមួយនឹង 51/99 បូកឲ្យ320គុណនឹង 0.3 គុណនឹងស៊ីនេះនៃមុំ90ចឹងស្មើ96ចឹងស្មើជាមួយនឹង14.7.96 Newton ម៉ែត្រត្រង់ហ្នឹងខ្ញុំឲ្យវាចេញដោយសារតែខ្ញុំឲ្យទីដៅរបស់វាគឺបែបនេះអូខេបើសិនអ្នកនរគ្នាដាក់ទីដៅផ្សេងទៀតអាចជាសញ្ញាផ្សេងដូចគ្នាចឹងយើងអាចសរសេរបានថា
by equation 1 m ស្មើដល់ m 0 ស្មើជាមួយដក 14.7/96 Newton mét អូខេចុះលំហាត់ទី9របស់យើងមានតែប៉ុណ្្នឹងទេសម្រាប់លំហាត់មួយហ្នឹងឃើញវាឃើញច្រើនចឹងពេលធ្វើទៅតែបន្តិចអូខេហ្នឹងហើយដល់បន្ទាប់ពីធ្វើហើយខ្ញុំសូមបញ្ចប់លំហាត់ហ្នឹងតែប៉ុណ្្នឹងបើសិនតែទាំងអស់គ្នាមានចម្ងល់អីអាចសួរខ្ញុំក្នុង ក្នុង comment បានហើយបើសិនជាអ្នកនរគ្នាចង់ខ្ញុំធ្វើអីផ្សេងទៀតអាចជួយ comment មកខ្ញុំនឹងព្យាយាមធ្វើវាហើយអរគុណច្រើនសម្រាប់ការតាមដានអ្នកនរគ្នាតែកុំភ្លេច subscribe ជាមួយនឹង like ផងដើម្បីអាចទទួលបានលំហាត់ផ្សេងទៀតអរគុណសូមជម្រាបលាបាយបាយ